ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូភាគ2របស់នាងខ្ញុំបានចេញមកហើយវីដេអូហ្នឹងគឺនាងខ្ញុំរៀបរាប់ពីរបៀបដេរស្លឹកតាំងពីចាប់ផ្ដើមរហូតដល់ទីបញ្ចប់ហ្នឹងហើយបងប្អូនហើយរបៀបដេរស្លឹកហ្នឹងក៏វាមិនមែនងាយប្រហែលដែរវាពិបាកខ្លាំងណាស់ត្រឹមបានមួយកដបណាបងប្អូនហ្នឹងហើយដំបូងគឺយើងត្រូវរោដងកដបហ្នឹងហើយអាហ្នឹងគេហៅថាដងកដបណាបងប្អូនដែលយើងធ្វើយកមកពីរស័យយើងអាចពុះរស័យយករស័យមកហើយពុះវាជាតូចល្មមមួយមុំដែលគេហៅថាដងកដបហ្នឹងហើយបងប្អូនហើយដងកដបហ្នឹងបងប្អូនចង់វែងខ្លីអីតាមដំបូលផ្ទះរបស់យើងវាស់មើលទៅយើងអាចវាស់រស័យយើងមុននឹងយើងពុះដងកដបហ្នឹងបានណាហ្នឹងហើយដងកដបហ្នឹងគឺរស័យដែលយើងយកមកហ្នឹងយកអាស័យពុះអាស័យរាំងស្រស់អញ្ចឹងទៅវាងាយស្រួលពុះហ្នឹងហើយបន្ទាប់ពីរោដងកដបមកយើងមានស្លឹករបស់យើងនេះយើងហែកកាប់ក្បាលអីរួចរាល់ហើយនេះគឺជាបណ្ដូលស្លឹកបងប្អូនបណ្ដូលស្លឹកហ្នឹងមកដើមគឺវាមានតែមួយទេយើងសម្រាប់យកមកធ្វើជាខ្សែសម្រាប់ដេរហ្នឹងអាហ្នឹងគេហៅបើស្រុកខ្ញុំគេហៅថាជ្រៀកក្បាតសម្រាប់ដេរស្លឹកហ្នឹងហើយបងប្អូនហើយបណ្ដូលស្លឹកហ្នឹងយើងយកតាណាដែលនៅជិបបណ្ដូលចឹងទេបានអាចដេរបានណាបើសិនយើងយកអាលេតគឺដេរអត់បានទេហ្នឹងហើយបណ្ដូលស្លឹកហ្នឹងយើងហាលវារាងស្ងួតបន្តិចមកហើយយើងយកវាមកជ្រៀកយកតាក្បាលបណ្ដូលលើហ្នឹងហើយជ្រៀកដូចដែលខ្ញុំបានបង្ហាញក្នុងវីដេអូហ្នឹងមកគឺយើងជ្រៀកយកតែក្បាលលើហ្នឹងគេហៅថាក្បាតបើនៅស្រុកខ្ញុំគេហៅថាក្បាតដេរស្លឹកហ្នឹងហើយខ្ញុំមិនដឹងថានៅខាងស្រុកបងប្អូនគេហៅអាម៉េចដែរទេព្រោះអីខ្ញុំពីតូចមកគឺពុកម្ដាយខ្ញុំគិតហៅតែអញ្ចឹងឯងក្បាតដេរលឹកហ្នឹងហើយដងកដបសម្រាប់ដេរស្លឹកក្បាតដេរស្លឹកហើយនឹងបន្ទាប់ពីយើងជ្រៀកក្បាតដែលគេហៅថាអាបណ្ដូលស្លឹកហ្នឹងណាបន្ទាប់ពីយើងជ្រៀករួចហើយយើងចាប់ផ្ដើមហែកវាទាញហែកវាចេញមកហើយយើងកាត់វាចេញពីអាក្បាលស្លឹកវាហ្នឹងមកបងប្អូនដូចខ្ញុំបានបង្ហាញក្នុងវីដេអូនេះអញ្ចឹងណាហ្នឹងហើយយើងជ្រៀកហ្នឹងគឺយើងកុំជ្រៀកធំពេកយើងជ្រៀកវាមកល្មមកុំឲ្យវាជាប់អាសាច់ស្លឹកហ្នឹងច្រើនពេកយើងយកតែក្បាតលើរឹងហ្នឹងហើយអានេះយើងជ្រៀករួចរាល់ហើយបងប្អូនពេលយើងជ្រៀករួចរាល់ហើយយើងទុកវាមួយឡែកមកហើយក្បាតសម្រាប់ដេរស្លឹកហ្នឹងគឺយើងប្រើវាយកមកដេរទន់បើសិនជាក្នុងករណីក្បាតហ្នឹងដូចខែក្តៅអញ្ចឹងគឺវារឹងយើងអាចយកវាទៅជ្រលក់ទឹកបានណាបងប្អូនហ្នឹងហើយមួយទៀតនេះគឺជាវត្ថុសំខាន់បំផុតសម្រាប់ដេរស្លឹកហ្នឹងហើយនេះគេហៅថាកញ្ចក់សម្រាប់ដេរស្លឹកហើយកញ្ចក់ហ្នឹងគឺគេធ្វើមកពីដែកដូចដែកកំប៉ុងទៅដោះគោអីចឹងណាបងប្អូនដំវាឲ្យមានប្រហោងកដាលមកយើងសម្រាប់យកវាមកដោតក្បាតដេរស្លឹកហ្នឹងហើយពេលដែលយើងដេរស្លឹកគឺយើងយកអាបណ្ដូលស្លឹកហ្នឹងណាយកមកដោតវានៅក្នុងកញ្ចក់បែបនេះដើម្បីងាយស្រួលក្នុងការដេរព្រោះអីបងប្អូនได้ដឹងស្រាប់ហើយថាស្លឹកហ្នឹងគឺវារឹងយើងអាចប្រើដៃឬក៏ប្រើអាបណ្ដូលស្លឹកហ្នឹងញ៉ាត់វាចូលបានងាយទេហើយបើសិនជាយើងប្រើកញ្ចក់ហ្នឹងគឺវាងាយស្រួលឥឡូវនេះយើងចាប់ផ្ដើមដេរស្លឹកយើងដំបូងមកយើងមានដងកណ្ដបហើយមានស្លឹករបស់យើងបត់តាមស្លឹកតូចឬក៏ស្លឹកធំអីអញ្ចឹងណាយើងបត់ជាពីរអញ្ចឹងមកហើយយើងដាក់ក្បាលវាឲ្យខ្លីចាខាងកតុយបន្តិចហើយនេះគឺជាក្បាតសម្រាប់ដេរស្លឹកហ្នឹងយើងបត់កតុយវាចូលអញ្ចឹងមកហើយយើងទាញវាឡើងលើអញ្ចឹងមកគឺវាជាប់ហើយហ្នឹងហើយស្លឹកហ្នឹងគឺវាជាប់ទៅនឹងដងកណ្ដបរបស់យើងហ្នឹងហើយយើងចាប់ផ្ដើមដេរតវាមួយសម្រាប់ស្លឹកមួយហ្នឹងគឺយើងចាក់វាជាពីរមួយជុលហ្នឹងហើយពីរគឺចុះក្រោមមួយឡើងលើមួយហ្នឹងហើយបានវាជាប់គ្នាល្អហ្នឹងហើយយើងបន្តដេរវាចុះឡើងអញ្ចឹងមកណាបងប្អូនដេររហូតដល់តែពេញដងកណ្ដបរបស់យើងទៅនឹងគឺស្លឹករបស់យើងគឺរួចរាល់ជាការស្រេចហ្នឹងហើយបងប្អូនហើយបន្តិចទៀតនេះខ្ញុំនឹងប្រាប់ពីរបៀបដែលខ្ញុំដេរទៅគឺដល់កន្លែងតំណត្រូវត
ក្បាតសម្រាប់ទីស្លឹកណាបងប្អូនតើយើងតរបៀបម៉េចនេះឃើញទេបងប្អូនដូចតាបងប្អូនដឹងស្រាប់ហើយថាបណ្ដូលស្លឹកហ្នឹងគឺវាខ្លីជាងដងកណ្ដបរបស់យើងកាលណាយើងដេរមកដល់ត្រឹមហ្នឹងទៅយើងចាប់ផ្ដើមតវាគឺយើងដតក្បាតថ្មីមកហើយយើងដតវាតតាមកំហុងដែលយើងចាក់ធ្នេក្បាតចាស់របស់យើងហ្នឹងហើយយើងចាប់ផ្ដើមរុំវាជាមួយនឹងដងកណ្ដបរបស់យើងមករុំហើយចងវាចងមកចងទៅស្រេចតែបងប្អូនចងទេគឺចងវាជាប់មកហ្នឹងហើយចងមូលវិញវាជាប់ទៅនឹងដងកណ្ដបមកហើយយើងទាញអញ្ចឹងមកគឺវាជាប់ហើយពេលយើងដាក់ស្លឹកថ្មីមកគឺវាលិចបាត់ហើយក៏វាជាប់ជាស្ថាពរអញ្ចឹងណាបងប្អូននេះដូចត្រង់កន្លែងនេះបងប្អូនឃើញទេនេះគឺជាចុងបញ្ចប់នៃធ្នេស្លឹករបស់យើងគឺយើងចាប់ផ្ដើមដេរវាមកដល់ចុងអញ្ចឹងមកហើយយើងពត់ក្បាតបណ្ដូលស្លឹកដែលយើងដេរហ្នឹងគឺយើងពត់វាទៅក្រអញ្ចឹងហើយយើងញ៉ាត់វាចូលប្រហោងរបៀបនេះព្រោះអីការពារកុំឲ្យស្លឹករបស់យើងហ្នឹងរបូតចេញពីដងកណ្ដបនិងតំណរបស់យើងហ្នឹងហើយនេះគឺជាបញ្ចប់ចុងបញ្ចប់នៃការដេរស្លឹករបស់យើងហ្នឹងហើយធ្វើមិនធ្វើទៅឲ្យតាវាជាប់ចឹងណាបងប្អូនហ្នឹងហើយពេលយើងលើកទៅត្រាំស្លឹកត្រាំអីទៅឲ្យវារបួសរបយរយចឹងណាហើយបងប្អូនហើយត្រឹមដេរស្លឹកបានមកកណ្ដបគឺវាមិនមែនជារៀងងាយស្រួលទេដោយបងប្អូនដឹងស្រាប់ហើយតាំងពីលើចុងថ្នោតរហូតមកដល់ក្រោមហើយពេលយើងដេរអញ្ចឹងមិនមែនអាចយកទៅប្រក់បានភ្លាមទេណាបងប្អូនហ្នឹងហើយយើងត្រូវការយកវាទៅត្រាំទឹកចំនួនត្រាំទឹកហើយកប់ថក់ចំនួន3-4 ថ្ងៃអញ្ចឹងណា3-4 យប់អញ្ចឹងទៅចាំយើងស្រង់ស្លឹកហ្នឹងយកមកហាលវាស្ងួតបានយើងអាចយកទៅប្រក់ផ្ទះបានហ្នឹងហើយបងប្អូនហ្នឹងហើយវីដេអូហ្នឹងគឺនិយាយពីរបៀបដេរស្លឹកហ្នឹងគឺដូចជារាងវែងឡាយតិចហើយបងប្អូនសូមអរគុណច្រើននៅការចូលទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់នាងខ្ញុំដែលបានថតបង្ហាញពុកម៉ែបងប្អូននេះខុសទោះត្រង់កន្លែងណាគឺសូមមេត្តាខន្តីអភ័យទោសផងដែរព្រោះអីនេះគឺជាការងារប្រចាំថ្ងៃរបស់នាងខ្ញុំដោយសារតែស្រឡាញ់ការថតវីដេអូអញ្ចឹងទៅក៏ចង់ថតចែកជូនពុកម៉ែបងប្អូនបានទេសនាហ្នឹងហើយពីសកម្មភាពរាល់ថ្ងៃរបស់នាងខ្ញុំតើនាងខ្ញុំធ្វើអីខ្លះហ្នឹងហើយវីដេអូណាប្លែកគឺនាងខ្ញុំបានដកស្រង់ចេញពីការរស់នៅប្រចាំថ្ងៃរបស់នាងខ្ញុំហ្នឹងហើយបងប្អូនកុំភ្លេចជួយ follow page របស់នាងខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យនាងខ្ញុំបន្តធ្វើវីដេអូល្អថ្មីទៅមុខទៀតហើយវីដេអូបង្ហាញពីសកម្មភាពដេរស្លឹកត្នោតតាំងពីដើមរហូតដល់ចប់នេះវាមិនទាន់ចប់ជាស្ថាពរទេបងប្អូនហ្នឹងហើយយើងនៅត្រាំនៅអីស្លឹកអីវាមុននឹងយើងយកទៅប្រក់យើងទៅត្រាំទឹកដើម្បីរក្សាស្លឹករបស់យើងហ្នឹងឲ្យបានជាប់បានយូរហ្នឹងហើយស្លឹកហ្នឹងគឺយើងអាចបើសិនជាស្លឹកធំក្រាស់អីយើងអាចប្រើបាំងជាអញ្ចឹងឬក៏ដំបូល
ប្រទេសរបស់យើងហ្នឹងបាន3 4 5ឆ្នាំដែរណាបងប្អូនហ្នឹងហើយស្លឹកធំដូចស្លឹកត្នោតរបស់ខ្ញុំហ្នឹងគឺវាជាប់បានយូរហ្នឹងហើយបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀតកុំភ្លេចជួយ follow page ថ្មី page ម្នាក់មួយផងណាបងប្អូន